Yeah ពីភ្នំពេញដល់ចុងជើងភ្នំរឿងរ៉ាវយើងអត់មានអ្នកណាអាចកាត់ផ្ដាច់បានទេរឿងរ៉ាវយើងអត់មានអ្នកណាអាចកាត់ផ្ដាច់បានទេ Listen ដើរតាមផ្លូវមាត់ទន្លេឃើញពលឺភ្លើងចាំងផ្លាតនឹកឃើញមុខអូនរាល់ពេលមិនអាចខកចិត្តបានឃ្លាតបេះដូងបងដូចជារថយន្តកំពុងបើកក្នុងលឿនលឿនបើគ្មានអូនជីក្បែរបងខ្លាចបាក់ក្រុងហួសព្រំដែនមិនមែនជាមនោសញ្ចេតនាតែវាជាការសន្យាសំបីតែផ្កាយលើមេឃក៏មិនអាចភ្លឺដោយរស្មីអូនដែរណាយើងឆ្លងកាត់រឿងច្រើនទាំងសប្បាយទាំងទុក្ខព្រួយតែអូនទៅជាកម្លាំងចិត្តក្នុងនាមជាគូស្នេហ៍មួយដៃអូនដើរទៅមុខមិនរៀថយស្នេហ៍យើងដូចជារឿងព្រេងដែលគ្មានថ្ងៃសាបសូន្យឡើយជីវិតវាមិនទៀងទាត់ដូចជាអាកាសធាតុនៅស្រុកខ្មែរខ្លះក្តៅត្រជាក់តែស្នេហាយើងនៅតែល្អឥតខ្ចោះមែនតែដែរខ្លះត្រជាក់តែស្នេហាយើងនៅតែល្អខ្ចោះមែនតែដែរមិនត្រូវការពេជ្រមិនត្រូវការមាសមិនត្រូវការរបស់ប្រណិតគ្រាន់តែមានអូនក្បែរខ្លួនបងមានអារម្មណ៍ថាខ្លួនឯងមានសិទ្ធសប្បាយចិត្តមានសិទ្ធិសុបិនគ្រប់ជំហានដែលយើងដើរគឺសាងនូវក្តីស្រឡាញ់ពិនមិនបាច់ខ្វល់ពាក្យគេថាមិនបាច់ខ្វល់ណាវិនិច្ឆ័យអូនគឺជានាយកមន័យនៃពាក្យថាបេះដូងសម្រាប់បងថ្លៃគឺអូនមិននេះហើយដែលបងតាមរកគ្រប់ពេលវេលាវាជាសិល្បៈនៃការស្រឡាញ់ជីវិតនេះអត់ពិតមិនហាជារៀងរហូតវាជាសិល្បៈនៃការស្រឡាញ់ជារៀងរហូត